ថ្ងៃនេះបកាយគ្នាជាមួយនឹងប្រពន្ធរឿងស្លាមជូយួនដាក់ប្រហុកញ៉ាំថាមិនដែលណាក៏ស្លាមជូយួនដាក់ប្រហុកទេម៉ែគាត់មើលញ៉ាំថានៅស្រុកគាត់ស្លាមជូយួនដាក់តែប្រហុកចឹងឯងឆ្ងាញ់មែនតើម៉ែគាត់មើលស្ដីឲ្យញ៉ាំថាបើមិនចេះធ្វើទេណោឆ្ងៀមតើតើគេអ្នកធ្វើម៉ែគាត់មើលញ៉ាំថាសម្លមជូយួនស្លាដាក់ប្រហុកក៏ដឹងឆ្ងាញ់សម្លមជូខ្មែរយើងបើអត់ប្រហុកហូបអត់កើតទេពេលស្លាអីរួយរាល់ហើយខ្ញុំសាកភ្លក់មើលឆ្ងាញ់របស់គេជាតិរបស់គេមែនណាប្លែកមាត់ហ្មងពុកម៉ែមុនគ្នាធ្លាប់ទៅហូបនៅស្រុកខ្ញុំគេស្លាមិនដែលដាក់ប្រហុកទេដល់ពេលម៉ែគាត់មើលស្លាដាក់ប្រហុកចឹងរៀងឆ្ងាញ់ប្លែកមាត់ម្យ៉ាងឥឡូវនេះម៉ែគាត់មើលចាប់ដើមបំពងត្រីម៉ែគាត់មើលដាក់បំពងត្រីទាំងស្រស់ចឹងហ្មងពុកម៉ែមុនគ្នាដឹងត្រីវាជាប់ផ្ទះខ្ញុំប្រាប់ហើយថាជាប់ផ្ទះកំណាក់ត្រីនឹងច្រើនពេកមានអីជាប់ផ្ទះតល់តែបានសម្រាប់បន្លែមកជួយួនរបស់យើងមានអីក្រៅពីតឡាចបំណោះពេញប៉ោះសណ្ដែកបដោហើយនឹងមើមឈូកយ៉ាវឈូកនឹងទេពុកម៉ែមុនគ្នាមានតែ3 4មុខហ្នឹងឯងសម្រាប់មកជួយួនសម្រាប់ខ្ញុំវិញបានតែបញ្ចូលសម្លេងចឹងឯងពុកម៉ែមុនគ្នាបើឲ្យខ្ញុំទៅធ្វើគឺខ្ញុំធ្វើអត់កើតទេបានតែបញ្ចូលសម្លេងតាមក្រោយហ្នឹងអាពេលបញ្ចូលសម្លេងនេះសួរម៉ែគាត់មើលចឹងទៅមើលម៉ែគាត់មើលពេលធ្វើចឹងទៅក៏បានមកបញ្ចូលសម្លេងកើតតែប្រថាឲ្យទៅធ្វើខ្លួនឯងធ្វើអត់កើតទេហូបអត់កើតហ្មងឃើញអត់ខ្ញុំប្រាប់អត់ជឿអ្នកទាំងអស់គ្នាត្រីរបស់ម៉ែគាត់មើលគឺជាប់ចឹងហ្មងនៅរៀងបែកវល់ចឹងហ្មងអ្នកទាំងគ្នាអាហ្នឹងត្រីស្រស់ៗយើងយកទៅបំពងចឹងគឺវាបែកវាជាប់គ្នាចឹងហើយវាជាប់ផ្ទះឥឡូវនេះម៉ែគាត់មើលដាក់ដាំទឹកសម្លហ្នឹងពុះហើយម៉ែគាត់មើលដាក់ជ្រុំប្រហុកចឹងហ្មងពុកម៉ែមុតគ្នាដំបូងខ្ញុំគិតថាប្រហែលជាចេញទៅសម្លមកជូរអីធម្មតាមិនមែនមកជូរយួនទេតែដល់ពេលម៉ែគាត់មើលស្លាហើយបងគ្រឿងឲ្យត្រូវគ្រឿងគ្រប់គ្រឿងហើយនិយាយពីថារសជាតិវិញគឺឆ្ងាញ់ហ្មងអ្នកទាំងគ្នាសម្លមកជូរយួនដាក់ប្រហុកទៅរឹតតែឆ្ងាញ់ក្រោយពីបន្លែរឹងរបស់យើងចាប់ដើមផុយយើងដាក់ជាមួយនឹងសណ្ដែកបដោដាក់ជាមួយនឹងស្ពៃក្តោបចូលតែប៉ុណ្្នឹងឯងពុកម៉ែមុតគ្នាយើងគ្របវាទុកតែមួយពូទៀតមកមើលទៅពូហើយយើងដាក់ត្រីរបស់យើងចូលតែម្ដងឃើញតែត្រីរៀងបែកអញ្ចឹងណាប៉ុន្តែរសជាតិវិញគឺឆ្ងាញ់មែនតែនយើងដាក់ជាមួយនឹងទឹកអំពិលទុំដាក់ជាមួយនឹងម្សៅស៊ុបខ្នុរប៊ីចេងស្ករសដាក់ជាមួយនឹងទឹកត្រីចូលគ្រឿងរបស់វាគឺមានតែប៉ុណ្ណឹងហើយរៀងជូរច្រើនតិចឆ្ងាញ់ហ្មងនេះគឺជាម្ហូបពេលល្ងាចរបស់ក្រុមគ្រួសាររបស់ម៉ែគាត់មើលខ្ញុំពុកម៉ែមុតគ្នាចុះខាងបងគ្នាម្ហូបពេលល្ងាចបានម្ហូបអីដែរថ្ងៃនេះជួយខមមិនម្នាក់មួយមើលម្ហូបពេលល្ងាចរបស់បងបានម្ហូបអីដែរមើលជួយចែករំលែកម្ហូបពេលល្ងាចម្នាក់មួយនៅខាងក្រោមវីដេអូនេះម្នាក់មួយមើលបានម្ហូបអីដែរគ្រួសាររបស់បងទាំងអស់គ្នាហ្នឹងយើងដាក់ជាមួយនឹងពងមាន់ក៏បានពងទាក៏បានដែរដាក់ជាមួយពងមាន់ឆ្ងាញ់ជាងពងទាយើងដាក់ជាមួយនឹងខ្ទឹមបំពងដាក់ជាមួយនឹងម្អមចូលបន្តិចមកចុងក្រោយដាក់ជាមួយនឹងម្ទេស2 3គ្រាប់មកញិចម្ទេសហិលជាមួយនឹងទឹកសម្លក្តៅគឺឆ្ងាញ់តែម្ដងឥឡូវនេះសម្លមកជួយួនបងប្រហុករបស់ម៉ែគាត់មើលគឺបានឆ្អិនរួចរាល់ហើយគ្រាន់តែដាក់ម្អមចូលភ្លាមក្លិនវាឡើងឈ្ងុយតែម្ដងពុកម៉ែមុនគ្នាខ្ញុំមិនដែលដឹងថាសម្លមកជួយួនគេស្លដាក់ប្រហុកចឹងឆ្ងាញ់អត់ដែលដឹងទេចាប់ពីថ្ងៃហ្នឹងទៅឲ្យម៉ែគាត់មើលអត់ថាស្លមកជួយួនដាក់បងប្រហុកចឹងឆ្ងាញ់ជាតិតែម្ដងមកបងគ្នាហូបបាយជុំគ្រួសារជាមួយនឹងគ្រួសារខ្ញុំទាំងអស់គ្នាធ្វើម្ហូបហើយពេលល្ងាចម៉ោង6 ជាងល្មមល្ងាចឡើងទៅជាបានទឹកសម្លហត់ក្តៅញិចម្ទេសហិលចឹងបាយអស់ពីចានដល់ដឹងខ្លួនទេអ្នកទាំងគ្នាសម្លមកជួយួនហ្នឹងខ្ញុំចូលចិត្តហូបមែនតើសម្លមកជួយួនសម្លមកជូធម្មតាអត់ថាពាក្យថាសម្លមកជូគឺខ្ញុំចូលចិត្តហូបទាំងអស់ឃើញម៉ែគាត់មើលហូបតំណងពេកមានអីទាញច័ន្ទម៉ែគាត់មើលមកហូបឲ្យម៉ែគាត់មើលកាន់កាមេរ៉ាថតម្ដងម៉ែគាត់មើលខ្ញុំមិនសូវចេះថតទេអ្នកឃើញថតរៀងចោះទៅក្រោមបន្តិចគាត់មិនសូវចេះថតកាមេរ៉ាមិនសូវចេះកាន់កាមេរ៉ាថតទេអ្នកទាំងអស់គ្នាអើយខ្ញុំភ្លក់សម្លមើលឲ្យឆ្ងាញ់របស់គេពិតហ្មងមានអីហូបយកពុកម៉ែអើយអស់បាយពិចារណាដឹងខ្លួនដាក់យកហ្មង